មុននឹងធ្វើការដោះលែងបងដែលជាវិរៈកងទ័ពរបស់យើង18នាក់ហ្នឹងណានិយាយពីថាអ្នកលេងបណ្ដាញសង្គមរបស់សៀមទាំងអស់សឹងទាំងអស់ចេញមកនិយាយថាថា18នាក់ហ្នឹងគឺអ្នកខ្លះគឺអត់ហ៊ានត្រឡប់មកខ្មែរវិញទេណាខ្លាចត្រឡប់មកទៅខ្លាចមកដល់នេះរាជរដ្ឋាភិបាលហ្នឹងគឺចាប់ដាក់គុកវាមិនបលែងវាចេះតែបង្កើតរឿងពីមួយរឿងទៅមួយរឿងហើយដល់ឥឡូវជាក់ស្ដែងនៅពេលដែលថាវាបលែងមកណាគ្រាន់តែថាមកដល់ទឹកដីខ្មែរភ្លឹបខ្មែរយើងគឺទៅទទួលណាម្នាក់ត្រេកអរហើយថ្នាក់ដឹកនាំយកចិត្តទុកដាក់តាំងពីថ្នាក់កម្ពុជារហូតមកដល់ថ្នាក់ក្រោមត្រេកអរបាទយកចិត្តទុកដាក់ព្រោះថាយើងបានពួកគាត់នឹងត្រឡប់មកវិញហើយមិនបាញ់និយាយដល់គ្រួសារគាត់ទេបាទមិនដឹងថារំភើបនឹងគឺរំភើបយកអីដាក់បានទេឥឡូវវាចាប់ផ្ដើមមកនិយាយថាយើងសំដែងទៀតណាសំដែងដូចធំដល់ហើយស្អីណានៃស្អីចេះមួយចុះពីរអីចឹងណានិយាយទៅគឺពួកហ្នឹងគឺកន្លងមកគឺវានិយាយថាយើងអត់ខ្វល់ជាមួយនឹងកងទ័ពណាតែស្លាប់តែរស់នៅណាក៏យើងមិនខ្វល់វាអត់ដែលស្គាល់ពីវាដែលស្គាល់ពីប្រជាជនយើងសោះតែម្ដងណានិយាយទៅវារកតែកន្លែងថាមើងងាយមើលថោករឿងអីក៏វាអាចមើងងាយយើងបានដែរអញ្ចឹងតែសើហ្មងណាបលែងមកហើយដល់ពេលតែឃើញយើងទៅទទួលយ៉ាងអធិកអធមវាថាយើងនឹងសម្ដែងណាគិតទៅពួកអស់នេះ